ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពខ្ញុំបាទវិជ្ជបណ្ឌិតកៀងកសលថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកអំពីជំងឺពុកនិងស្ពោតឆ្អឹងជាការពិតណាស់បញ្ហាពុកនិងស្ពោតឆ្អឹងគឺនៅតែជាចំណុចបញ្ហាសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះជាពិសេសនោះគឺវាធ្វើឲ្យប៉ះពាល់ទៅដល់គុណភាពជីវិតប្រចាំថ្ងៃរបស់អ្នកជំងឺដែលមានន័យថាអាចធ្វើឲ្យគាត់ប្រឈមមុខទៅនឹងការបាក់ទៅលើសន្លាក់ឆ្អឹងរបស់គាត់ដូចជាឆ្អឹងកងចង្កេះឆ្អឹងអាងត្រគាកឬក៏ឆ្អឹងភ្លើជាដើមនៅពេលដែលសន្លាក់ឆ្អឹងរបស់យើងមានការបាក់ឬក៏ឈានទៅដល់ការបាក់វាធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅលើគុណភាពជីវិតរបស់អ្នកជំងឺដែលធ្វើឲ្យគុណភាពជីវិតរបស់គាត់មានការថយចុះដែលអាចជំរុញឲ្យគាត់ខាត់បង់ពេលវេលាខាត់បង់ប្រាក់កាសបាត់បង់ការងារនិងអាចថយចុះនៅសកម្មភាពប្រចាំថ្ងៃគេធ្វើមិនទៅដើម្បីដឹងថាអ្នកជំងឺមានជំងឺស្ពោតឬក៏ពុកឆ្អឹងហ្នឹងគ្រូបាទជាការពិតជាទូទៅប្រហែលជា80%នៃអ្នកជំងឺក្នុងដំណាក់កាលស្ពោតគឺមិនស្ដែងចេញនៅរោគសញ្ញាឲ្យយើងដឹងនោះទេក៏ប៉ុន្តែនៅពេលដែលឈានដល់ដំណាក់កាលនៃការពុកភាគច្រើននៃអ្នកជំងឺគាត់អាចប្រឈមមុខខ្ពស់ទៅនឹងការបាក់ទៅលើឆ្អឹងឬក៏មានការឈឺចាប់ខ្លាំងទៅលើតំបន់ចង្កេះឬក៏ឧស្សាហ៍ចុករយចង្កេះឬក៏អាសាទៅលើការឈឺត្រគាកឬក៏ករណីខ្លះអាចឈានដល់ការបាក់ទៅលើសន្លាក់ឆ្អឹងរបស់ខ្លួនយើងតតែម្ដងចុះលោកគ្រូបើគ្រាន់តែផ្ដោតទៅលើរោគសញ្ញារបស់អ្នកជំងឺប៉ុណ្ណឹងអាចវាតម្លៃបានថាគាត់ពុកឬក៏ស្ពោតឆ្អឹងហ្នឹងឬក៏យើងត្រូវធ្វើលក្ខណៈបច្ចេកទេសយ៉ាងម៉េចថែមទៀតទេលោកគ្រូបាទសូមអរគុណជាការពិតក្នុងការធ្វើរោគវិនិច្ឆ័យដើម្បីដឹងថាតើអ្នកជំងឺនឹងគាត់នៅក្នុងដំណាក់កាលពុកឬក៏ស្ពោតគឺទាមទារឲ្យមានការបុកបញ្ចូលគ្នាជាច្រើនដូចជាការពិនិត្យទៅលើរាងកាយការសាកសួរទៅលើប្រវត្តិរបស់អ្នកជំងឺឬក៏ឈានទៅដល់ការថតទៅលើការ scan កម្លាំងឆ្អឹងនិងធ្វើការពិនិត្យឈាមរករោគនៅអំពីគុណភាពនៃកម្លាំងឆ្អឹងរបស់គាត់ថាតើរឹងមាំក្នុងកម្រិតណាបាទលោកគ្រូតើមូលហេតុអីខ្លះដែលធ្វើឲ្យអ្នកជំងឺគាត់កើតការពុកឆ្អឹងឬក៏ស្ពោតឆ្អឹងបាទអរគុណច្រើនមានមូលហេតុជាច្រើនដែលសុទ្ធតែអាចឲ្យមានជំងឺស្ពោតនិងពុកឆ្អឹងក៏ប៉ុន្តែដើម្បីងាយស្រួលក្នុងការស្វែងយល់អំពីមូលហេតុទាំងអស់នោះខ្ញុំសូមធ្វើការសង្ខេបនៅមូលហេតុទាំងអស់នោះជា3ផ្នែកធំៗគឺមូលហេតុចម្បងដែលតកតងទៅនឹងអាយុមានថាអាយុរបស់គាត់លើពី50ឆ្នាំដែលសំដៅទាំងវ័យមនុស្សស្រីនិងមនុស្សប្រុសទី2អ្នកដែលគាត់ជក់បារីរ៉ាំរ៉ៃយូរទី3ស្ត្រីដែលគាត់ក្រាក់អស់រដូវចំណែកមូលហេតុទី2គឺដោយសារតែគាត់មានជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរជំងឺខ្សោះតំណនោមរ៉ាំរ៉ៃនិងលាងឈាមនិងជំងឺដែលតកតងជាមួយក្រពេញកជាពិសេសជំងឺដុំពោះកចំណែកមូលហេតុទី3នោះគឺតកតងជាមួយការប្រើប្រាស់ថ្នាំមួយយ៉ាងដែលមានជាតិអរម៉ូនស្តេរ៉ុយយូដែលអាចជំរុញឲ្យកំហាប់ឆ្អឹងរបស់យើងវិវត្តទៅជាស្ពោតនិងពុកតើគេអាចការពារបានទេជំងឺពុកជំងឺស្ពោតឆ្អឹងហ្នឹងបាទជាការពិតមានវិធីសាស្ត្រជាច្រើនក្នុងការព្យាបាលទាំងមានទាំងការលេបថ្នាំមានទាំងថ្នាំចាក់ក៏ប៉ុន្តែដើម្បីងាយស្រួលក្នុងការធ្វើការបកស្រាយក៏ដូចជាពន្យល់ខ្ញុំសូមធ្វើការបែងចែកនៅដំណាក់កាលទាំងអស់ជាពីរដំណាក់កាលធំៗដំណាក់កាលទី1គឺជាដំណាក់កាលដែលស្ពោតឆ្អឹងការព្យាបាលក្នុងដំណាក់កាលនេះគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺទាំងអស់ដែលមានន័យថាអាចជួយការពារកុំឲ្យឆ្អឹងរបស់គាត់នឹងវិវត្តទៅរកពុកឬក៏ឈានទៅដល់ការបាក់ការព្យាបាលក្នុងដំណាក់កាលនេះគឺជាលក្ខខណ្ឌមួយដែលល្អដែលជួយកាត់បន្ថយនៅកត្តាប្រឈមឬហានិភ័យផ្សេងៗម្យ៉ាងវិញទៀតវាអាចជួយឲ្យឆ្អឹងរបស់យើងនឹងបានផ្សារមកវិញចំណែកដំណាក់កាលទី2គឺដំណាក់កាលពុកឆ្អឹងការព្យាបាលក្នុងដំណាក់កាលនេះគឺមានបច្ចេកទេសជាច្រើនដែលគោលដៅចម្បងគឺធ្វើយ៉ាងណាកាត់បន្ថយនៅកត្តាប្រឈមហានិភ័យនៃការបាក់ឆ្អឹងឬក៏ការពារកុំឲ្យឆ្អឹងរបស់យើងបន្តបាក់បន្ថែមទៀត
លោកគ្រូខ្ញុំឆ្ងល់ពាក់ព័ន្ធជាមួយនឹងការព្យាបាលហ្នឹងតើយើងអាចព្យាបាលគុណភាពឆ្អឹងហ្នឹងឲ្យវាវិលត្រឡប់មកដូចធម្មតាវិញឬក៏យើងអាចគ្រាន់តែការពារដើម្បីកុំឲ្យកត្តាប្រឈមទៅដល់ហ្នឹងធ្វើឲ្យឆ្អឹងកាន់តែទ្រុឌទ្រោមគឺសម្រាប់ការព្យាបាល បាទសូមអរគុណជាការពិតក្នុងបច្ចេកទេសក៏ដូចជាលក្ខខណ្ឌក្នុងការព្យាបាលយើងមិនអាចទៅព្យាបាលឲ្យជួសជុលឆ្អឹងយើងឲ្យរឹងមាំ 100% បានទេក៏ប៉ុន្តែលក្ខខណ្ឌដែលយើងទាមទារក្នុងការព្យាបាលគឺយើងធ្វើយ៉ាងណាគឺរក្សាគុណភាពឆ្អឹងដែលនៅសល់ឲ្យប្រសើរមកវិញនិងយើងធ្វើយ៉ាងណាដើម្បីការពារកុំឲ្យឆ្អឹងដែលនៅសល់កុំឲ្យបន្តបាក់ទៅមុខទៀតនិងយើងធ្វើយ៉ាងណាគឺរក្សានៅគុណភាពគុណតម្លៃរបស់ឆ្អឹងឲ្យកាន់តែរឹងមាំជាងមុនបាទលោកគ្រូខ្ញុំមានសំណួរមួយលោកគ្រូពាក់ព័ន្ធជាមួយចម្ងល់របស់បងប្អូនយើងនៅតាមបណ្ដាញសង្គមគាត់បានសួរមកគាត់ពិសេសមនុស្សចាស់និងស្ត្រីដែលគាត់ដល់វ័យអរដូវហ្នឹងគាត់តែងព្រួយបារម្ភថាគាត់អាចប្រឈមធ្ងន់ប្រឈមមុខខ្លាំងចំពោះបញ្ហាពុកឬក៏ស្ពោតឆ្អឹងហ្នឹងតើហ្នឹងវាគាត់តែជាពាក្យចចាមអារាមទេឬក៏វាជាការពិតយ៉ាងម៉េចដែរលោកគ្រូបាទសូមអរគុណជាការពិតមិនមែនគ្រប់ស្ត្រីដែលអស់រដូវអាយុលើសពី50ឆ្នាំសុទ្ធតែប្រឈមមុខទៅនឹងការស្ពោតឬក៏ពុកឆ្អឹងទេក៏ប៉ុន្តែជាបច្ចេកទេសក៏ដូចជាបបផ្សាយរបស់លោកខ្ញុំបាទផ្ទាល់យ៉ាងហោចណាស់ក៏ខ្ញុំសំណូមពរក៏ដូចជាលើកទឹកចិត្តឲ្យពួកគាត់ទាំងអស់ធ្វើការពិនិត្យក៏ដូចជា check up នៅសុខភាពរបស់ឆ្អឹងរបស់ពួកគាត់នៅពេលដែលយើងដឹងអំពីដំណាក់កាលក៏យើងងាយស្រួលក្នុងការរុករកវិធីសាស្ត្រក្នុងការព្យាបាលធ្វើយ៉ាងណាការពីកុំឲ្យឆ្អឹងដែលស្ពោតទៅជាពុកនិងការពីយ៉ាងណាបន្តឲ្យឆ្អឹងរបស់យើងបន្តរឹងមាំតទៅទៀតនៅពេលដែលឆ្អឹងរបស់យើងបាក់ជាការពិតណាស់គឺវាធ្វើឲ្យគុណភាពជីវិតរបស់អ្នកជំងឺគឺថយចុះយ៉ាងខ្លាំងតែម្ដងមិនត្រឹមតែប៉ុណ្ណោះវាអាចធ្វើឲ្យអ្នកជំងឺនឹងគាត់មានបញ្ហាទៅលើផ្លូវចិត្តគប់ផ្សំជាមួយនឹងផ្លូវកាយរបស់គាត់ថែមទៀតផងបាទលោកគ្រូមុននេះបន្តិចលោកគ្រូបានមានប្រសាសន៍ថាអ្នកជំងឺចាប់ពីវ័យ50ឆ្នាំឡើងទៅនឹងគាត់ប្រឈមតើសម្រាប់បើសិនជាចង់ការពារវិញតើគួរចាប់ផ្ដើមការពារពីពេលណាទៅដើម្បីកុំឲ្យដល់អាយុ50ឆ្នាំឡើងទៅនឹងវាចាប់ផ្ដើមពុកឬស្ពោតឆ្អឹងចំពោះស្ត្រីត្រៀមអស់រដូវនៅពេលដែលគាត់ដល់វ័យ45ឆ្នាំឬក៏ត្រៀមអស់រដូវ3ទៅ4ឆ្នាំការពិតណាស់គាត់ត្រូវតែពិសានៅអាហារដែលមានជាតិកាល់ស្យូមនិងលំហាត់ប្រាណជាពិសេសអ្នកថតខ្ញុំលើកទៅចិត្តគ្រប់អ្នកដែលថតទាំងអស់ព្យាយាមរបបអាហារនិងលំហាត់ប្រាណដើម្បីកាត់បន្ថយនៅទម្ងន់របស់ខ្លួនគាត់ចំណែកឯអ្នកជំងឺដែលមានវ័យលើពី50ឆ្នាំយ៉ាងហោចណាស់គាត់ត្រូវតែធ្វើការពិនិត្យក៏ដូចជា check up អំពីគុណភាពឆ្អឹងរបស់គាត់យ៉ាងតិចក៏បានម្ដងដែរដើម្បីយើងវិតម្លៃថាអូកម្រិតឆ្អឹងរបស់ម៉ារបស់អ្នកមីងល្អធម្មតាទេបន្តមកអាច3 4ឆ្នាំក្រោយយើងអាចធ្វើការ check up ម្ដងទៅចុះបាទអរគុណលោកគ្រូដែលបានចំណាយពេលដល់ការចែករំលែកពាក់ព័ន្ធជាមួយនឹងបញ្ហាពុកនិងស្ពោតឆ្អឹងដើម្បីឲ្យប្រជាពលរដ្ឋយើងទទួលបាននូវចំណេះដឹងហ្នឹងហើយគាត់ចូលរួមក្នុងការការពារថែទាំសុខភាពឆ្អឹងខ្លួនឯងបាទលោកគ្រូអរគុណច្រើនបាទសូមអរគុណបងសូមអរគុណសូមជម្រាបលាលោកតាលោកយាយពុកម៉ែបងប្អូន